សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ Chelsea បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្ដងទៀតដោយចំណាយលុយដល់ទៅ117លានផោនដើម្បីនាំយកកីឡាករ Morgan Rogers ពី Aston Villa តើការផ្ទេរនេះត្រូវបានរាយការណ៍ថាជាកំណត់ត្រាថ្មីសម្រាប់កីឡាករអង់គ្លេសតើ Morgan Rogers ពិតជាស័ក្តិសមនឹងតម្លៃនេះទេតើគាត់អាចជួយ Chelsea ត្រឡប់មកប្រជែងពានធំៗបានដែរឬទេ Morgan Rogers ជាអ្នកណា Morgan Rogers ជាកីឡាករជម្រើសជាតិអង់គ្លេសវ័យ23ឆ្នាំដែលអាចលេងបានទាំងប្រយុទ្ធស្លាបនិងបម្រើប្រយុទ្ធនៅ Aston Villa គាត់បានបង្ហាញទម្រង់លេងដ៏អស្ចារ្យធ្វើឲ្យក្រុម Europa League និងក្លាយជាកីឡាករសំខាន់របស់ក្រុមហេតុអី Chelsea ហ៊ានចំណាយ117លាន Chelsea ជឿថា Morgan Rogers អាចក្លាយជាតារាស្នូលរបស់ក្រុមសម្រាប់រយៈពេលវែងហើយគាត់មានល្បឿនលឿនបច្ចេកទេសខ្ពស់អាចស៊ុបបញ្ចូលទីអាចបង្កើតឱកាសឲ្យមិត្តរួមក្រុមចាត់ការថ្មីក៏ត្រូវបានរាយការណ៍ថាចង់ឲ្យ Rogers ជាផ្នែកសំខាន់នៃគម្រោងរបស់ Chelsea ផងដែរការជួបជុំជាមួយនឹង Palmers រឿងដែលអ្នកគាំទ្ររំភើបបំផុតគឺការជួបជុំរវាង Morgan Rogers និង Cole Palmers អ្នកទាំងពីរធ្លាប់លេងជាមួយគ្នាតាំងពីនៅ Manchester City Academy និងក្រុមយុវជនអង់គ្លេសមានសេចក្តីរាយការណ៍ថា Palmer បានលើកទឹកចិត្ត Rogers ឲ្យទៅមក Chelsea ផងដែរតើ Chelsea អាចប្រជែងពានបានដែរឬទេ Chelsea បានចំណាយលុយយ៉ាងច្រើននៅទីផ្សារដោះដូររដូវក្តៅនេះ Morgan Rogers ត្រូវបានគេរំពឹងថានឹងចូលក្រុមជម្រើសជាតិដំបូងសំទោសបងប្អូន Morgan Rogers ត្រូវបានគេរំពឹងថានឹងចូលក្រុមជម្រើសដំបូងភ្លាមនឹងជួយបង្កើនគុណភាពនៅតំបន់ប្រយុទ្ធផងដែរបើគាត់អាចសម្របខ្លួនបានលឿន Chelsea អាចក្លាយជាក្រុមគ្រោះថ្នាក់មួយនៅក្នុង Premier League និង Champions League តើ117លានផោនច្រើនពេកឬអត់អ្នកវិភាគមួយចំនួនគិតថា Chelsea ចំណាយលុយច្រើនពេកខណៈអ្នកផ្សេងទៀតជឿថា Rogers មានសក្តានុពលក្លាយជាកីឡាករដ៏បំផុតម្នាក់នៅអង់គ្លេសដូចនេះចម្លើយពិតប្រាកដនឹងត្រូវសម្រេចនៅលើទីលានប្រកួតតើអ្នកវិញគិតយ៉ាងណាដែរតើ Morgan Rogers ស័ក្តិសមនឹងតម្លៃ117លានផោនដែរឬទេឬ Chelsea ចំណាយលុយច្រើនពេកខមមិនមតិរបស់អ្នកនៅខាងក្រោម Like Share Subscribe អរគុណ